ជាងមុខម្នាក់បានរើសមកុដនោះឡើងដោយមានបំណងដាក់វានៅលើក្បាលរបស់ម្ចាស់កត្រីក្រហមប៉ុន្តែមិនថាគាត់កែតម្រូវមុំយ៉ាងណាក៏ដោយមកុដនោះមិនសមនោះទេក្បាលរបស់ម្ចាស់កត្រីក្រហមមានទំហំធំពេកហើយមកុដនេះតូចពេកសម្រាប់ Mad Hatter ដែលកំពុងកាន់ប្រអប់នោះទេដោយឃើញទុកព្រួយរបស់ឪពុកវា Mad Hatter បានសើចមិនសមរម្យម្ចាស់កត្រីក្រហមបានងាកមកមើលដោយកំហឹងដោយភ័យស្លន់ស្លោគម្របប្រអប់បានបិទដោយសម្លេងផ្ទុះខ្លាំងដែលគ្រាន់តែធ្វើឲ្យនាងខឹងប៉ុណ្ណោះហើយនាងបានស្ដីបន្ទោស Mad Hatter ឡើយមនុស្សអាក្រក់ម្នាក់នេះហ៊ានចំអកឲ្យគាត់បានប្រាប់ជាងមួកឲ្យប្រញាប់ឡើងពាក់មកុដដោយមានការជំរុញឥតឈប់ឈររបស់ម្ចាស់កត្រីក្រហមជាងមួកបានប្រញាប់ប្រញ័រទាញមកុដនោះចេញធ្វើឲ្យវាបែកខ្ទេចខ្ទេភ្លាមនិងខ្ចាត់ខ្ចាយគ្រឿងអលង្ការគ្រប់ទីកន្លែងដំបងឡើយហ្វូងមនុស្សមានការភ្ញាក់ផ្អើលរហូតដល់ជាងមួកឈួតមិនអាចទប់សំណាចបានឡើយដែលធ្វើឲ្យហ្វូងមនុស្សទាំងមូលសើចយ៉ាងខ្លាំងពេលដូច្នេះម្ដាយក៏អន្តរាគមន៍បញ្ឈប់គាត់ភ្លាមដោយក្តីស្រឡាញ់ដោយមានការលើកទឹកចិត្តពីម្ដាយរបស់នាងហ្វូងមនុស្សបានសើចកាន់តែខ្លាំងឡើងគ្មាននរណាម្នាក់ខ្វល់ពីអារម្មណ៍របស់ម្ចាស់កត្រីក្រហមនោះទេដោយឃើញស្ថានភាពអាម៉ាស់របស់ហ្វូងមនុស្សម្ចាស់កត្រីក្រហមដោយដឹងពីចំណុចខ្វះខាតរបស់ខ្លួនក៏ខឹងសម្បានិងខ្មាស់អៀននាងបានបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់នាងដោយស្រែកនិងស្ពត់ទៅកាន់ហ្វូងមនុស្សថានាងនឹងដេរមាត់របស់ពួកគេឲ្យបិទកាត់ត្រចៀករបស់ពួកគេនិងកាត់ក្បាលរបស់ពួកគេដើម្បីកុំឲ្យពួកគេសើចបានម្ដងទៀតនាងចង់ប្រើអំណាចដែលនៅសល់របស់នាងដើម្បីការពារការគោរពខ្លួនឯងដតិចតួចរបស់នាងដោយឃើញអាកប្បកិរិយារបស់កូនស្រីរបស់ព្រះអង្គព្រះមហាក្សត្របានរំខានការអបក្រសោបរបស់ម្ចាស់កត្រីក្រហមយ៉ាងឆាប់រហ័សព្រះអង្គជឿថាកូនស្រីរបស់ព្រះអង្គខ្វះអាកប្បកិរិយាដូចម្ចាស់កត្រីហើយព្រះអង្គមិនអាចប្រគល់នគររបស់ព្រះអង្គទៅឲ្យបុរសខូខើណាម្នាក់បានទេដូច្នេះព្រះអង្គបានដកហូតសិទ្ធិរបស់ម្ចាស់កត្រីក្រហមជាសាធារណៈហើយបានប្រកាសថាបន្ទាប់ពីការសោយទីវង្គតរបស់ព្រះអង្គកូនស្រីពើរបស់ព្រះអង្គគឺម្ចាស់កត្រីនឹងឡើងគ្រងរាជ្យពេលដូច្នេះម្ចាស់កត្រីក្រហមមានការងឿងឆ្ងល់ក្នុងនាមជាកូនស្រីច្បងឥឡូវនេះនាងត្រូវបានប្រជាជនចំអកហើយឪពុកម្ដាយរបស់នាងមិនត្រឹមតែមិនបានការពារនាងប៉ុណ្ណោះទេថែមទាំងដកហូតរាជបល្ល័ង្កពីនាងទៀតផងសារនេះត្រូវបានបញ្ជូនបន្តទៅប្អូនស្រីរបស់នាងហើយម្ចាស់កត្រីក្រហមក៏ខឹងយ៉ាងខ្លាំងដោយមិនដឹងថាក្បាលរបស់នាងកំពុងវិលដោយកំហឹងនោះទេម្ចាស់កត្រីសព្វព្យាយាមលួងលោមប្អូនស្រីរបស់នាងប៉ុន្តែរឿងនេះគ្រាន់តែធ្វើឲ្យម្ចាស់កត្រីក្រហមខឹងសម្បាប៉ុណ្ណោះខ្ញុំនៅតែជាម្ចាស់ស្ត្រីគ្រាន់តែអន់ក្បាលចុះហើយនៅស្ងៀមព្រោះមានតែនាងទេដែលដឹងថាក្បាលប្អូនស្រីរបស់នាងធំប៉ុណ្ណាម្ចាស់កត្រីក្រហមដឹងថាការបន្តសួរនាងនឹងនាំទៅរកលទ្ធផលដូចគ្នានឹងពេលពួកគេនៅក្មេងប៉ុន្តែតាមពិតទៅម្ចាស់កត្រីក្រហមគឺគួរឲ្យស្រឡាញ់ជាងម្ចាស់កត្រីស្កាពីនៅក្មេងដូច្នេះតើនាងខ្លាចជាបែបនេះដោយរបៀបណាការអ្នកទាំងពីរនៅក្មេងបងប្អូនស្រីទាំងពីរកំពុងញ៉ាំផ្លែឈើប៉ុន្តែនៅពេលដែលនៅសល់តែនំផ្លែឈើចុងក្រោយនៅលើតុពួកគេចាប់ផ្ដើមឆ្លោះប្រកែកគ្នាអំពីរបៀបចែកវាស្មើគ្នាម្ដាយរបស់ពួកគេបានឃើញពួកគេឆ្លោះប្រកែកគ្នាដោយសារហេតុផលនេះពួកគេត្រូវបានគេប្រាប់ថាគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យញ៉ាំទៀតទេប៉ុន្តែប្អូនស្រីដែលលោភលន់នោះមិនអើពើនឹងការព្រមានរបស់ពួកគេទេហើយឆ្លៀតឱកាសពីការមិនយកចិត្តទុកដាក់របស់ម្ដាយនាងក៏បានលួចផ្លែឈើចុងក្រោយនាងថែមទាំងរត់ទៅរកបងស្រីរបស់នាងគឺម្ចាស់កត្រីក្រហមហើយញ៉ាំវាយ៉ាងលឿនដោយទាត់កំទេចកំទីដែលធ្លាក់ដោយចៃដន្យនៅលើឥដ្ឋនៅក្រោមគ្រែរបស់បងស្រីនាងភ្លាមនោះនាងបានឃើញបងស្រីរបស់នាងត្រឡប់មកវិញបងស្រីមិនបាននិយាយអ្វីទេប៉ុន្តែរត់ចេញពីបន្ទប់ដោយអារម្មណ៍មានទោសបងស្រីមិនបានគិតច្រើនអំពីវាទេរហូតដល់នាងទៅដល់ក្បែរគ្រែហើយបានដឹងថាប្អូនស្រីរបស់នាងបានលួចផ្លែឈើនោះនៅពេលនោះម្ដាយរបស់ពួកគេបានទាញប្អូនស្រីចេញពេលសួរអំពីអ្នកណាលួចផ្លែឈើនោះបងស្រីទាំងពីរមិនបានសារភាពទេទោះជាយ៉ាងណាក៏ដោយម្ដាយរបស់ពួកគេក៏បានរកឃើញកំទេចនំប៉័ងនៅក្រោមគ្រែហើយសន្មតថាបងស្រីច្បងបានស៊ីវាពេលប្រឈមមុខនឹងការសួរចម្លើយរបស់ម្ដាយពួកគេបងស្រីច្បងបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថានាងមិនបានលួចអ្វីទេហើយទាមទារឲ្យប្អូនស្រីរបស់នាងនិយាយការពិតប្អូនស្រីដែលមើលទៅស្ដាប់បង្គាប់ខាងក្រៅប៉ុន្តែខាងក្នុងមានភាពអាត្មានិយមមិនចង់ទទួលខុសត្រូវទេដោយឃើញប្អូនស្រីរបស់នាងត្រូវបានម្ដាយរបស់ពួកគេយល់ច្រឡំនាងនៅស្ងៀមហើយឥទ្ធិពលមេអំបិលហៀបនឹងផ្ទុះឡើងដែលនាំទៅរកកំហុសធ្ងន់ធ្ងរដែលធ្វើឲ្យម្ចាស់កត្រីក្រហមខឹងសម្បាម្ដាយដោយសម្លឹងមើលយ៉ាងបើកភ្នែកធំជឿតែប្អូនស្រីទន់ខ្សោយរបស់ខ្លួនប៉ុណ្ណោះហើយបដិសេធមិនជឿម្ចាស់កត្រីក្រហមដែលត្រូវគេធ្វើបាបឡើយដោយមានអារម្មណ៍ថាម្ដាយរបស់ខ្លួនលំអៀងទៅរកប្អូនស្រីរបស់ខ្លួននាងក៏រត់ចេញពីប្រាសាទដោយកំហឹងដោយមិនអាចទ្រាំទ្រនឹងការធ្វើបាបពីឪពុកម្ដាយនាងបានរអិលដួលទៅលើដីប៉ះនឹងវេទិកាថ្មសំបីតែរូបសំណាកក៏ញ័រហើយក្បាលរបស់វាក៏ចាប់ផ្ដើមឈឺម្ចាស់កត្រីក្រហមបានចាប់ក្បាលរបស់នាងហើយសន្លប់ម្ចាស់កត្រីស្ពេឃើញដូចនេះមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ទឹកភ្នែកហូរចុះមកលើមុខរបស់នាងនៅពេលដែលនាងធំឡើងជីវិតរបស់ម្ចាស់កត្រីក្រហមបានឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងខ្លាំងនាងឈប់លូតលាស់ខ្ពស់ប៉ុន្តែក្បាលរបស់នាងកាន់តែធំទន្ទឹមនឹងនេះប្អូនស្រីរបស់នាងគឺម្ចាស់កត្រីបានរីកដុះដាលទៅជាសម្រស់ដ៏អស្ចារ្យដោយសារតែការផ្លាស់ប្ដូរយ៉ាងខ្លាំងនៃរូបរាងនិងបុគ្គលិកលក្ខណៈរបស់នាងម្ចាស់កត្រីក្រហមបានរងការរើសអើងនិងការយល់ច្រឡំពីអ្នកនៅជុំវិញនាងទោះជាយ៉ាងណាក៏ដោយម្ចាស់កត្រីមិនដែលបង្ហាញការពិតនោះទេដែលនៅទីបំផុតនាំឲ្យម្ចាស់កត្រីក្រហមត្រូវបានដកហូតមរតកនៅទីបញ្ចប់ក្មេងស្រីតូចដ៏ទន់ភ្លន់និងសពបុរសរូបនេះបានក្លាយទៅជាពុករលួយនិងងឹតទាំងស្រុងដោយបង្ខំឲ្យចូលទៅក្នុងជ្រុងមួយគាត់កាន់តែខូខើឡើងថែមទាំងប្រើអំណាចញាតិអាក្រក់ដើម្បីដុតបំផ្លាញការផ្គត់ផ្គង់ធម្មពលលួចមកុដរបស់គាត់និងបង្កើតនគរផ្ទាល់ខ្លួននៅកន្លែងផ្សេងគាត់បានគ្រប់គ្រងពិភពក្រោមដីដោយអំពើហិង្សាហើយការកំសាន្តទាំងអស់របស់គាត់គឺធ្វើបាបអ្នកដទៃ
គាត់មិនអាចអត់អន់ចំពោះការក្បត់ពីអ្នកក្រោមបង្គាប់របស់គាត់បានទេហើយគ្រាន់តែចង់ឲ្យមនុស្សគ្រប់គ្នាខ្លាចគាត់ប៉ុណ្ណោះប៉ុន្តែនៅក្នុងចិត្តគាត់ដឹងថាគ្មាននរណាម្នាក់ចូលចិត្តគាត់ឬស្រឡាញ់គាត់ឡើយសូម្បីតែពួកអភិជននិងពួកអភិជននៅជុំវិញនាងក៏ស្លៀកពាក់ចម្លែកដើម្បីផ្គប់ចិត្តនាងដែរហើយមាត់របស់ម្ចាស់កត្រីក្រហមតែងតែពោពេញដោយរឿងរ៉ាវរបស់ពួកគេលើកនេះមិនថាញ៉ាំអាហារឬធ្វើអ្វីផ្សេងទៀតទេគាត់បានប្រើអារម្មណ៍មិនពិតនៃអំណាចដើម្បីបំពេញភាពទេនៅក្នុងចិត្តរបស់គាត់ដែលជាការចង់បានស្នេហានាងចូលចិត្តអេសឺពីព្រោះមានតែនៅក្នុងវត្តមានរបស់គាត់ទេទើបគាត់អាចបំបត្តិការបន្លំខ្លួននិងបង្ហាញស្នាមញឹមដ៏ទន់ភ្លន់មិនគួរឲ្យជឿធម្មជាតិពិតរបស់គាត់មិនអាក្រក់ទេវាគឺជាប្អូនស្រីរបស់គាត់គឺម្ចាស់កត្រីដែលបានបំផ្លាញជីវិតរបស់គាត់សូម្បីតែបន្ទាប់ពីដុតបំផ្លាញវិមានចាស់របស់ពួកគេក៏ដោយគាត់មិនដែលធ្វើបាបនាងទេមិនត្រឹមតែផ្ដល់ឲ្យនាងនៅវិមានដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែថែមទាំងអនុញាតឲ្យនាងជ្រើសរើសកងទ័ពផ្ទាល់ខ្លួនរបស់នាងទៀតផងអ្វីដែលគាត់ចង់បានគឺការសុំទោសពីប្អូនស្រីរបស់គាត់ប៉ុន្តែសូម្បីតែសំណើតូចមួយបែបនេះក៏ត្រូវបានម្ចាស់កត្រីដែលហាក់ដូចជាគ្មានទោសពៃរៀបចំឡើងដែរដើម្បីទាមទាររាជបល្ល័ង្ករបស់នាងមកវិញម្ចាស់កត្រីបានបញ្ជូនឆ្កែនិងទន្សាយដ៏ស្មោះត្រង់របស់នាងទៅរកក្មេងស្រីម្នាក់ឈ្មោះអាលីសពីព្រោះហោរាបុរាណមួយបានទាយថានាពេលអនាគតដ៏ខ្លីខាងមុខនេះអាលីសនឹងកាន់នាគដែលបានសម្លាប់ម្ចាស់កត្រីក្រហមហើយមនុស្សគ្រប់គ្នានឹងប្រថុយជីវិតរបស់ពួកគេដើម្បីប្រយុទ្ធដើម្បីនាងម្ចាស់កត្រីអាចអង្គុយយ៉ាងស្រស់ស្អាតនៅក្នុងវងរបស់នាងហើយរងចាំផលជាច្រើនឆ្នាំក្រោយមកម្ចាស់កត្រីនិងម្ចាស់កត្រីក្រហមបានយល់ព្រមលើសមរភូមិដ៏ម៉ឺងម៉ាត់មួយអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺថាក្នុងអំឡុងពេលប្រជុំមុខដាក់គ្នាម្ចាស់កត្រីស្នៅតែរឹងរូសដូចជានាងជាតំណាងនៃយុទ្ធធរនៅចំពោះមុខបងស្រីក្បាលធំនាងគ្រាន់តែចំអកមិនបានស្ដាយក្រោយឡើយទេវាដូចជាអ្វីដែលខ្ញុំបានដឹងការងារនេះប៉ុន្តែបន្ទាប់មកអាលីសបានលោតឡើងលើអាកាសហើយសម្លាប់នាគដោយគ្មានការគាំទ្រពីនាគទាហានរបស់ម្ចាស់កត្រីក្រហមបានដាក់អាវុធរបស់ពួកគេចុះហើយចូលរួមជាមួយម្ចាស់កត្រីក្រហមត្រូវបានចាញ់ដោយអស់សង្ឃឹមដោយមើលមកុដដែលជានិមិត្តរូបនៃអំណាចរីកជ្វងបានរអិលចេញពីដៃរបស់នាងហើយត្រូវបានដាក់យឺតលើក្បាលប្អូនស្រីរបស់នាងម្ចាស់កត្រីដែលបានឡើងកាន់អំណាចឡើងវិញតំណាងឲ្យយុទ្ធធរនិងរក្សាបាននូវសេចក្តីសប្បុរសធម្មតារបស់នាងរូបភាពនោះបានកំណត់ថាប្អូនស្រីរបស់គាត់និងអ្នកជិះសេះផ្កាយក្រហមនឹងត្រូវនិរទេសទៅកាន់ព្រំដែនម្ចាស់កត្រីក្រហមដែលឆោតល្ងងមានការពេញចិត្តខ្លះយ៉ាងហោចណាស់នាងនៅតែមានគូស្នេហ៍របស់នាងនៅក្បែរនាងហើយបល្ល័ង្កក៏ហាក់ដូចជាលែងសំខាន់សម្រាប់នាងទៀតហើយប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែឆោតល្ងងដូចនាងទេទង់ក្រហមដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់គាត់តាមពិតបានព្យាយាមចាក់ម្ចាស់កត្រីក្រហមរហូតដល់ស្លាប់សូម្បីតែបន្ទាប់ពីបរាជ័យក៏ដោយគាត់នៅតែទាមទារឲ្យម្ចាស់កត្រីសម្លាប់ប្អូនស្រីរបស់គាត់ព្រោះគាត់មិនដែលស្រឡាញ់ម្ចាស់កត្រីក្រហមទេហើយថែមទាំងស្អប់រូបរាងខូចទ្រង់ទ្រាយរបស់នាងទៀតផងពេលដឹងការពិតម្ចាស់កត្រីក្រហមក៏ឈរនៅទីនោះដោយភ្ញាក់ផ្អើលពិភពលោកខាងក្នុងរបស់គាត់បានដួលរលំប្អូនស្រីរបស់គាត់គឺម្ចាស់កត្រីមិនបានខ្វល់ខ្វាយអ្វីឡើយគាត់ហាក់ដូចជាភ្លេចថាប្អូនស្រីរបស់គាត់មិនដែលធ្វើបាបនាងឡើយរឿងនេះធ្វើឲ្យម្ចាស់កត្រីក្រហមមានការសោកសៅយ៉ាងខ្លាំងតែឥឡូវនេះត្រូវបានម្ចាស់កត្រីស្និកនិកទៅព្រំដែនដាច់ស្រយាលជាសំណាងល្អនាងបានជួបម្ចាស់ពេលវេលាម្នាក់ដែលអាចគ្រប់គ្រងពេលវេលាបានពេលដឹងអំពីស្ថានភាពលំបាករបស់ម្ចាស់កត្រីក្រហមគាត់បានបង្ហាញក្តីស្រឡាញ់ដល់នាងថែមទាំងរៀបចំអំណោយថ្ងៃកំណើតពិសេសសម្រាប់នាងទៀតផងប៉ុន្តែនេះមិនមែនជាអ្វីដែលម្ចាស់ក្សត្ររីក្រហមចង់បាននោះទេអ្វីដែលនាងពិតជាចង់បានគឺកែវយឹតពេលវេលាលំហរបស់ម្ចាស់ពេលវេលាដោយសារតែវានាងអាចធ្វើដំណើរឆ្លងកាត់ពេលវេលាត្រឡប់ទៅអតីតកាលសរសេរប្រវត្តិសាស្ត្រឡើងវិញនិងទាមទារយកអ្វីគ្រប់យ៉ាងដែលជាកម្មសិទ្ធិរបស់នាងមកវិញដោយចៃដន្យទីបំផុតនាងបានទទួលបាន Time Space Orb ហើយបានបញ្ជូនមនុស្សភ្លាមទៅចាប់ម្ចាស់កត្រីដោយធ្វើឲ្យបាTime Space Orb សកម្មនឹងធ្វើដំណើរឆ្លងកាត់ពេលវេលាជាមួយនាងគិតថាពួកគេនឹងត្រឡប់ទៅអតីតកាលវិញដើម្បីផ្លាស់ប្ដូរទីដៅនៃសមរភូមិចុងក្រោយប៉ុន្តែមិននឹកស្មានដល់ពេលវេលានិងលំហបានដំណើរការខុសប្រក្រតីហើយពួកគេត្រូវបានដឹកជញ្ជូនត្រឡប់ទៅកុមារភាពរបស់ពួកគេវិញតាមរយៈនាងប្រេះនៅទ្វារនាងអាចមើលឃើញយ៉ាងច្បាស់នៅការសន្ទនាការពីកុមារភាពរបស់នាងជាមួយម្ដាយរបស់នាងម្ដាយកំពុងសួរថាអ្នកណាលួចផ្លែឈើនោះហើយម្ចាស់កត្រីស្នៅតែបន្តកុហកដូចមុនដោយសារតែភាពវឹកវរខាងសាច់ឈាមនៅពេលដែលកំណែអតីតកាលនិងអនាគតរបស់ពួកគេជួបគ្នាម្ចាស់កត្រីក្រហមទាំងពីរមានអារម្មណ៍ភ័យខ្លាចហើយពេលវេលាទាំងមូលបានដួលរំជុំវិញពួកគេភាពវឹកវរបានចាប់ផ្ដើមរីករាលដាលហើយអាលីសដោយមានជំនួយពីសមត្ថភាពរបស់ម្ចាស់ពេលវេលាបានតាមទាន់វាដោយឃើញបែបនេះគាត់ដឹងថាអ្វីគឺគួរឲ្យភ័យខ្លាចហើយបានរើសយកគ្រាប់អារ៉ុបពេលវេលាលំពីដីយ៉ាងលឿនដោយចាប់ផ្ដើមរត់គេចខ្លួនយ៉ាងប្រញាប់ប្រញាល់គាត់ត្រូវដាក់គ្រាប់អារ៉ុបចូលទៅក្នុងពិភពនៃវត្ថុដើម្បីជួយសង្គ្រោះពិភពលោកដ៏វឹកវរនេះដំបូងឡើយម្ចាស់កត្រីចង់រត់គេចខ្លួនប៉ុន្តែឃើញប្អូនស្រីរបស់នាងប្រែក្លាយទៅជាថ្មនាងក៏ស្ទាក់ស្ទើរដូច្នេះហើយនាងបានអូសប្អូនស្រីរបស់នាងដែលមានមុខដូចថ្មដើរទៅមុខដោយតស៊ូទៅមុខលើកនេះទោះបីជាស្លាប់ក៏ដោយនាងមិនបានលែងដៃឡើយលាហើយការខ្លាចជាថ្មបានរីករាលដាលលឿនជាងមុនធ្វើឲ្យពិភពលោកទាំងមូលជាប់គាំងបន្តិចម្ដងក្នុងធូលីដីមនុស្សគ្រប់គ្នាមានការភ័យស្លន់ស្លោលើកលែងតែអាលីសដែលបន្តរត់ដោយភាពភ័យស្លន់ស្លោប៉ុន្តែតើគាត់អាចរត់គេចពីពេលវេលាដោយរបៀបណានៅពេលដែលអាលីសហៀបនឹងប្រកូលបាល់ពេលវេលាលំហវិញគាត់ក៏ឈប់ដើរទៅមុខដែរពេលវេលាបានឈប់ស្ងៀមមួយសន្ទុះពិភពលោកដែលគ្មានលំហនៃពេលវេលាគឺដូចជាគំនូរមួយជាដីស្ងាត់ជ្រងភ្លាមនោះសំឡេងអគ្គិសនីប្រេះស្រាំបានបន្លឺឡើងហើយបាល់ពេលវេលាលំនៅក្នុងដៃរបស់អាលីសបានបង្កើតថាមពលបន្តិចម្ដងបាល់នេះបានវិលត្រឡប់ទៅកន្លែងរបស់វាវិញដោយជោគជ័យ
ហើយពេលវេលាបានទទួលបានអត្ថន័យរបស់វាឡើងវិញទីបំផុតអាលីសបានជួយសង្គ្រោះពិភពលោកដែលមានសន្តិភាពរហូតមកដល់ពេលនេះពិភពលោកដែលត្រូវបានរំខានដោយសកម្មភាពរបស់នាងហើយអ្វីគ្រប់យ៉ាងត្រូវបានស្ដារឡើងវិញឲ្យមានលក្ខណៈធម្មតាម្ចាស់កត្រីក្រហមក៏បានជាសះស្បើយដែរម្ចាស់កត្រីបានចាប់ដៃនាងដោយរំភើបប៉ុន្តែម្ចាស់កត្រីក្រហមដោយដឹងពីអ្វីដែលកំពុងកើតឡើងក៏ដកខ្លួនចេញពីប្អូនស្រីរបស់នាងភ្លាមដោយឃើញថាគ្រាប់វេទមន្តបានវិលត្រឡប់ទៅទីតាំងដើមវិញម្ចាស់កត្រីក្រហមនៅតែសោកសៅយ៉ាងខ្លាំងត្រូវហើយគឺកើតឡើងទៅបន្ទាប់ពីជួបប្រទះនឹងវិបត្តិមួយម្ចាស់កត្រីទីបំផុតបានដឹងពីកំហុសរបស់ខ្លួនទ្រង់បានសម្លឹងមើលប្អូនស្រីដែលខូចចិត្តរបស់ទ្រង់ហើយអង្វរសុំការអភ័យទោសពីនាងដោយនិយាយថាក៏ខ្ញុំសួស្ដីជម្រាបសួរអរគុណបងប្អូនមិនទាន់យឺតពេលទេដោយមានទឹកភ្នែកហូរម្ចាស់កត្រីក្រហមបានមានបន្ទូលឡើងចំនួនរបស់បងប្អូនស្រីទាំងពីរត្រូវបានដោះស្រាយនៅពេលនោះការសុំទោសដ៏សាមញ្ញមួយបាននាំរឿងនេះទៅរកទីបញ្ចប់ដ៏រីករាយតើធម្មជាតិរបស់មនុស្សពិតជាគួរឲ្យខ្លាចនិងស្អប់ខ្ពើមប៉ុណ្ណាភាពទន់ខ្សោយនោះស្ថិតនៅជ្រៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាម្ចាស់កត្រីក្រហមដោយប្រាថ្នាចង់បានស្នេហាពេញមួយជីវិតរបស់នាងប៉ុន្តែមិនដែលរកឃើញវាទេនាងមានអារម្មណ៍ឯកាងាយប្រតិកម្មនិងអាក្រក់បុគ្គលិកលក្ខណៈចម្លែកកាន់តែខ្លាំងឡើងរបស់នាងរួមផ្សំជាមួយនឹងធម្មជាតិសាមញ្ញនិងមិនឆោតល្ងង់របស់នាងបាននាំឲ្យនាងបិទបាំងភាពទន់ខ្សោយរបស់នាងដោយភាពសាហាវឃោរឃៅប៉ុន្តែពិភពលោកតែងតែឃោរឃៅចំពោះអ្នកដែលងប់ងល់និងស្រាលចំពោះអ្នកដែលប្រងើយកន្តើយសូម្បីតែពេលដែលម្ចាស់កត្រីបានសុំទោសប្អូនស្រីរបស់នាងក៏ដោយវាពិបាកសម្រាប់មនុស្សក្នុងការជឿថាវាជាភាពស្មោះត្រង់ពិតប្រាកដវាទំនងជាតុងធ្វើអាណិតអាសូរមួយផ្លែកជាកាយវិការទន់ភ្លន់ចំពោះប្អូនស្រីដែលលែងជាការគំរាមកំហែងទៀតហើយមនុស្សដែលលាក់ពុតស្រស់ស្អាតនិងមានចិត្តសប្បុរសនៅតែជាអ្នកឈ្នះដែលនៅតែត្រូវបានមនុស្សភាគច្រើនចូលចិត្តនោះជារបៀបដែលពិភពលោកមានសេចក្តីពិតនៃពិភពលោកត្រូវបានបង្ហាញដល់អ្នកប៉ុន្តែអ្នកនៅតែត្រូវបានប្រាប់គុំឲ្យខ្លាចគុំឲ្យកាន់ទុក្ខពីព្រោះមនុស្សជាទីស្រឡាញ់របស់អ្នកទោះបីជាបានចាក់ចេញទៅហើយមិនដែលចាក់ចេញពីអ្នកឡើយគឺស្រឡាញ់អ្នកខ្លាំងណាស់អតីតកាលដែលឥឡូវនេះបានជាប់ក្នុងថ្មគឺជារបួសមួយនៅក្នុងចិត្តរបស់យើងដែលឈឺចាប់ប៉ុន្តែត្រូវតែព្យាបាលហើយមិនគួរនឹងមិនអាចរារាំងដំណើរថ្ងៃស្អែកបានឡើយមិនថាពិភពលោកមិនល្អឥតខ្ចោះយ៉ាងណាទេចូលកាន់ខ្ជាប់នៅសេចក្តីសប្បុរសហើយឆ្ពោះទៅមុខនេះជារឿងនិទានដ៏ស្រស់ស្អាតបំផុតសម្រាប់មនុស្សពេញវ័យដែលខ្ញុំអាចស្រមៃបានដូច្នេះប្រសិនបើជាអ្នកតើអ្នកចង់បានម្ចាស់កត្រីមួយណាតើអ្នកនឹងកុហកអំពីរឿងតូចតាចទេ